sao ta cái chục ở đây giờ cái lấy mình cô cái lấy mình so cái lên muốn lên cái cho năm kia và bên mong tôi lui lom kia chặt chỉ chặt bàn này chọn cái bóng vẹn mì tư គេថាខ្លាចខុសច្បាប់ខ្ញុំថាបើខុសច្បាប់ខ្ញុំចូលបល័យបោកបល័យ បឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រៀបបានជាកូនសមុទ្រទឹកសាបមួយរបស់ប្រទេសកម្ពុជាដែលគ្របដណ្ដប់លើផ្ទៃដីរាប់លានហិកតាតើផ្ទៃបឹងទន្លេសាបក្នុងខែវស្សាមានសភាពបែបណាហើយសកម្មភាពអ្វីខ្លះដែលយើងអាចមកលេងកម្សាន្តនៃបឹងមួយនេះនៅក្នុងរដូវវស្សាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំធ្លាប់បានបង្ហាញពីទស្សនវិជ្ជាក្នុងរដូវប្រាំងជាច្រើនកន្លែងរួចមកហើយអំពីបឹងទន្លេសាបថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកភ្លក់រសជាតិអារម្មណ៍ថ្មីមួយហើយពុកម៉ែបងប្អូនកុំអាអូសរំលងដែលខ្ញុំនឹងជម្រាបជូនក្នុងពេលឥឡូវនេះមុននឹងឈានទៅកាន់សកម្មភាពផ្សេងៗដែលយើងអាចលេងកម្សាន្តបានក៏នាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីបឹងទន្លេសាបបន្តិចសិនបឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំនៅអាស៊ីអាគ្នេយ៍ដែលមានទិដ្ឋភាពដូចជាកូនសមុទ្រយ៉ាងជ្រៅដោយសារតែវិសាលភាពទឹកដ៏ធំរបស់បឹងមួយនេះទើបគេចាត់ទុកបឹងនេះជាកូនសមុទ្រទឹកសាបដែលអាចធ្វើនាវាចរបាននៅក្នុងរដូវវស្សាតែផ្ទុយទៅវិញក្នុងរដូវប្រាំងបឹងមួយនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ហើយរាក់ថែមទៀតផងបឹងទន្លេសាបចំពោះរដូវទឹកសម្រកចាប់ផ្ដើមពីខែធ្នូហើយបញ្ចប់នៅក្នុងខែឧសភាបឹងទន្លេសាបចែកចេញជា3ផ្នែកបឹងធំបឹងតូចនិងវាលភក់ព្រមទាំងជាអាងស្តុកទឹកធម្មជាតិនិងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាផងដែរឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញពួកខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅដល់ផែចតឡានកំពង់ហ្លួងក្នុងស្រុកកកូរនៃខេត្តពោធិ៍សាត់ដោយប្រើពេលប្រហែល2ម៉ោងអញលុយលេសាំងក្រោយពីនាំគ្នាចតឡាននៅផែកំពង់ហ្លួងរួចក៏នាំគ្នាមកទិញបន្លែដើម្បីយើងយកទៅចម្អិនម្ហូបខ្លះៗអញ្ចឹងណាចេងក៏នេះគាត់អត់អញ្ចឹងក្រោយពីទិញបន្លែរួចគឺនាំគ្នាឡើងលើទូកដើម្បីឆ្ពោះទៅកាន់នៅភូមិបណ្ដែតទឹកមួយដែលខ្ញុំនឹងប្រាប់ក្នុងពេលខាងមុខនេះហើយបងប្អូនកុំអាអូសរំលងអីរងចាំតាមដានជាមួយពួកខ្ញុំទាំងអស់គ្នាបងបាយទៅណាទៅណាទៅស្វ័យរៀងឥឡូវជិះទូកឯងអូសុំទៅដែរបងតាមពងលួងឡើងមកតាមអដីណែឆ្នុកទ្រូពងឆ្នាំងការពីពួកខ្ញុំនាំគ្នាទៅបឹងទន្លេសាបដំបូងគឺនាំគ្នាជិះទូកទៅអញ្ចឹងណាតែក្រោយៗមកទៀតគឺនាំគ្នាជិះឡានការធ្វើដំណើរជិះឡានពីទីក្រុងភ្នំពេញទៅកាន់កំពង់ហ្លួងស្រុកក្រគរនៃខេត្តពោធិ៍សាត់គឺប្រើពេលប្រហែលជា2ម៉ោងក្រោយជិះបានបន្តិចនៅជិតផ្ទះបណ្ដែតទឹកកំពង់ហ្លួងហ្នឹងគឺខ្ញុំឃើញមានសូឡាហើយនិងកង្ហាល់វិលដោយប្រើកម្លាំងខ្យល់អញ្ចឹងណាអញ្ចឹងតាមការស្មានរបស់ខ្ញុំគឺជា power station ឬមួយក៏ជា power house ដែលគេសម្រាប់ supply អគ្គិសនីឬក៏ទាញយកថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់បង្គោលអង្តែនមួយដែលនៅក្បែរហ្នឹងតែតាមជាក់ស្ដែងគឺខ្ញុំអត់ដឹងទេវាជាការប៉ាន់ស្មានរបស់ខ្ញុំទេហើយបន្ទាប់មកក៏ពួកខ្ញុំចាប់ផ្ដើមចេញដំណើរម្ដងតិចនៅតាមផ្ទៃបឹងទន្លេសាបហ្នឹងជាមួយទៅនឹងល្បឿនទូកដែលលឿនហើយការធ្វើដំណើរនេះគឺចេញពីផែកំពង់ហ្លួងនៃខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ភូមិបណ្ដែតទឹកមួយទៀតនៅក្នុងភូមិអន្លង់តាអោននៃខេត្តកំពង់ធំហើយតាមការប៉ាន់ស្មានត្រូវប្រើពេលប្រហែលជា1ម៉ោងដើម្បីទៅដល់ភូមិបណ្ដែតទឹកនៃខេត្តកំពង់ធំមួយហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនអើយនិយាយថាទិដ្ឋភាពពេលទឹកលិចអញ្ចឹងគឺដូចកូនសមុទ្រមែនតើហើយមានអារម្មណ៍ថាវាជ្រៅហើយពុកម៉ែបងប្អូនមានឆ្ងល់អត់ថាបកគោនេះគេធ្វើឡើងដើម្បីអីហើយហេតុអីបានគេបោះកណ្ដាលទឹកអញ្ចឹងណាហើយខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូននៅខាងចុងវីដេអូហើយជិះបានបន្តិចក៏ឃើញបងប្អូននេសាទយើងកំពុងនេសាទត្រីតាមបែបជីវភាពរបស់គាត់អញ្ចឹងណាអូពុកម៉ែបងប្អូននិយាយថាជិះដូចហោះហ្មងតែមានអារម្មណ៍ថាសប្បាយមួយយ៉ាងដែរព្រោះអីយើងជិះទៅអាលាក់ដូចជិះឡានបន្តិចដូចជិះយន្តហោះបន្តិចអញ្ចឹងណាវាអាទូកស្មាច់ហ្នឹងវាប៉ះជាមួយទៅនឹងអាផ្ទៃទឹកវាបុកហើយបើ VJ Dada វិញសើមជោគតែម្ដងដោយសារទូកហ្នឹងគឺវានៅប្រះទៅនឹងរលកទឹកព្រោះរលកទឹកហ្នឹងដូចរលកសមុទ្រដែរអញ្ចឹងនៅខែវស្សាបឹងទន្លេសាបគឺមានសភាពហើយនឹងរលកដូចជាទឹកសមុទ្រអញ្ចឹងតែមានអារម្មណ៍ថាសប្បាយណាស់ពុកម៉ែបងប្អូនអើយនិយាយទៅមានអារម្មណ៍ថាវា fresh ដែរដោយសារតែយើងជិះមកមើលទៅកណ្ដាលសាគរតែទឹកសាបអត់មានលក្ខណៈស្អិតឬក៏ស្អុះស្អាប់ដូចពេលដែលយើងជិះត្រូវទឹកប្រៃអញ្ចឹងណាអញ្ចឹងក្រោយពីជិះបានមួយស្ទុះមកក៏យើងមើលឃើញកោះត្រោយអីអញ្ចឹងមានន័យថាវាជិតទៅដល់ទីតាំងដែលយើងត្រូវសម្ចតហើយពេលដែលយើងជិះទៅវាប៉ះទឹក
អីសើមអីធម្មតាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ទៅលេងនៅខែវស្សាអវ៉ាន់ណាសំខាន់ដូចជាគ្រឿងអេឡិចត្រូនិកអីយើងអាចប្រាប់ថង់ឲ្យបានត្រឹមត្រូវទៅដើម្បីយើងការពារកុំឲ្យមានជំរាបទឹកអញ្ចឹងណាហើយចំណែកខ្ទមមួយនេះគឺជាខ្ទមអ្នកតាដែលគេធ្វើបង្គោលរាងវែងដើម្បីការពារទឹកពេលដែលទឹកលិចកុំឲ្យលិចខ្ទមអ្នកតាអញ្ចឹងណាហើយបងប្អូនកុំអាអូសរំលងអីរងចាំតាមដានជាមួយពួកខ្ញុំទាំងអស់គ្នាអញ្ចឹងក្រោយមកចេះតែបន្តដំណើរទៅទៀតហើយអញ្ចឹងឥឡូវហ្នឹងយើងទៅឃើញតែព្រៃដប់ទេតែមិនទាន់ឃើញផ្ទះអ្នកភូមិទេហើយការជិះហ្នឹងជិះតែ1 ម៉ោងឯងហើយមានអារម្មណ៍ថាអត់ធុញទេដោយសារតែពីកន្លែងមួយទៅកាន់កន្លែងមួយគឺមានទិដ្ឋភាពគឺស្អាតហើយនឹងប្លែកខុសគ្នាអញ្ចឹងណាតែធ្វើឲ្យភ្នែកយើងគឺអត់ចង់ដេកអត់ចង់អីទេចង់ក្រោយគុណសម្រស់នៅតាមបឹងទន្លេសាបហ្នឹងដែលវាមានអារម្មណ៍ថាយើងមានដីសុខមួយបែបអញ្ចឹងណាហើយមកកលេចមើលបងពាក់មីជាមួយគ្រួសារគាត់នេះដូច sweet ដល់ហើយនិយាយពីថាដាក់កាសដាក់អីណាខ្ញុំអត់យល់ទេអូឥឡូវនេះយើងមកឃើញផ្ទះអ្នកភូមិមួយហើយគឺផ្ទះបណ្ដែតទឹកនៅទីនេះគឺអត់មានទីទួលឬក៏ដីគោកដើម្បីសាងសង់ផ្ទះទេអញ្ចឹងនៅពេលដែលខែទឹកជំនន់ឬមួយក៏ខែទឹកឡើងផ្ទះមួយគឺអណ្ដែតតិចថាពុកម៉ែបងប្អូនរកដីឬរកទួលណាដើម្បីបោះតង់អីគឺអត់មានទេគឺទឹកសុទ្ធតែម្ដងគ្រាន់តែវាមានដើមឈើមានអីអញ្ចឹងណាសូម្បីតែសត្វកដោសត្វពស់សត្វកាឡាតហ្នឹងក៏វាអត់មានដីដើម្បីតោងដែរគឺវាតោងឡើងដើមឈើឬមួយក៏ផ្ទះអ្នកភូមិហ្នឹងហើយឥឡូវនេះគឺយើងរត់ទៅចូលទៅដល់ផ្ទះអ្នកភូមិមែនតើហើយគឺផ្ទះបណ្ដែតទឹកដែលសហគមន៍ផ្ទះបណ្ដែតទឹកមួយហ្នឹងគឺស្ថិតនៅភូមិអន្លង់តាអោនភូមិពីមបាងស្រុកស្ទូងខេត្តកំពង់ធំហើយខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីជីវភាពក៏ដូចជាការរស់នៅជីវិតប្រចាំថ្ងៃរបស់បងប្អូនអ្នកភូមិសហគមន៍នៅផ្ទះបណ្ដែតទឹកមួយនេះចែកជូនដល់ពុកម៉ែបងប្អូនដើម្បីទស្សនាឲ្យដឹងថាតំបន់ដែលគេរស់នៅជាផ្ទះលិចទឹកហ្នឹងគឺបែបណាអញ្ចឹងណាហើយតាមផ្លូវក៏ឃើញមានមនុស្សម្នាបងប្អូនអ្នកភូមិក៏រស់នៅជាប្រចាំថ្ងៃអញ្ចឹងទៅអញ្ចឹងឥឡូវនេះគឺពួកខ្ញុំបានមកដល់ហើយក៏ត្រៀមខ្លួនដើម្បីនឹងសំចតហើយចំណែកត្រីដែលពុកម៉ែបងប្អូនកំពុងឃើញនេះគឺជាត្រីដែលគេត្រៀមយកទៅធ្វើប្រហុកហើយចំពោះកាកសំណល់មួយចំនួនក៏យើងបោះឲ្យត្រីដែលយើងកំពុងចិញ្ចឹមនឹងស៊ីទៅអញ្ចឹងមានអីជីវភាពគាត់ប្រចាំថ្ងៃគឺមានអីក្រៅពីរកត្រីធ្វើប្រហុកទៅនេសាទទៅអីអញ្ចឹងណាជាជីវិតប្រចាំថ្ងៃរបស់ពួកគាត់ការរស់នៅលើផ្ទៃទឹកក៏ជារឿងមួយយ៉ាងជួនកាលទៅគាត់ត្រឡប់រស់នៅបែបហ្នឹងឲ្យគាត់ទៅរស់នៅលើគោកវិញជារឿងមួយដែលពិបាកក៏ថាបានដែរដោយសារមជ្ឈដ្ឋាននៃការដែលគាត់រស់នៅហ្នឹងគឺស៊ាំរួចទៅហើយអញ្ចឹងណាហើយចំពោះការសម្អាតត្រីធ្វើប្រហុកសម័យនេះគឺវាលក្ខណៈស្រួលជាងការពីជំនាន់មុនដែលគេអង្គុយស្ការសកាវាទ្រាំទៅអស់មួយហ្នឹងគឺស៊ីពេលខ្លាំងមែនតើមកដល់សម័យនេះគឺគេដាក់គេច្រែងគេឲ្យគេបាញ់លាងសម្អាតអាសកាហ្នឹងគឺជ្រះហ្មងអីហ្នឹងធ្វើអីហ្នឹងណាអូនេះមកហើយអូនេះអូវ៉ាវអូនេះចាត់ល្មមលើកដាក់លើមកហើយឥឡូវនេះគឺដល់វគ្គ unbox ពស់ហើយអានេះគឺជាពស់ច័ន្ទល្មមហើយនៅខាងក្នុងហ្នឹងក៏វាមានពស់ផលិតនៅជាមួយផងដែរហើយបន្តិចទៀតហ្នឹងបងពាក់មីនឹងធ្វើការ unbox ពស់ហើយគឺគាត់យកពស់ច័ន្ទល្មមហ្នឹងទៅធ្វើការ unbox អូពស់ច័ន្ទបងប្អូនគ្នាមកសាប់ពស់នេះប៉ុន្តែមានពស់មួយកាច់ពស់នេះគឺពស់ច័ន្ទល្មមបងប្អូនកាច់ហ្នឹងខំបានខំបាទឥឡូវខ្ញុំចាប់បងប្អូនមើលអាហ្នឹងខ្ញុំធ្លាប់ចាប់ដល់ពស់វៃមើលក្លែកច័ន្ទល្មមគ្នាល្មមខំពីហៀងទេអាហ្នឹងហ៊ានកាន់ដល់កតុយខ្លាចវាអាចធ្វើហូរគេបងនេះយើងបលែងវិញបលែងអត់ហូរទេវិញដើម្បីយើងឲ្យបង្កើតធនធានពស់ឲ្យច្រើនកុំឲ្យវិស័យពស់នៅស្រុកយើងដាច់អញ្ចឹងមានថាពេលដែលពស់ហ្នឹងពេលដែលវាបានចាស់រួចយើងយកទៅបលែងនឹងពេញបងខ្ញុំថាបលែងម្ដងផ្ទះបងឯងបងចាប់ពស់វែងម្ដងខ្ញុំគេថាខ្លាចខុសច្បាប់ខ្ញុំថាបើខុសច្បាប់ខ្ញុំយកបលែងមកបលីហើយបាយបលែងអត់បលីថា no បលីខ្លាចបាទឥឡូវយើងបលែងវាឥឡូវយើងបលែងវាវិញដើម្បីឲ្យវាមានសេរីភាពហើយពេលធំឡើងអូនទៅយកឆ្នាំងនេះបងអូនអញ្ចឹងបន្ទាប់ពីគាត់ unbox ពស់រួចចំណែកខ្ញុំនេះក៏ចាប់ផ្ដើមយកពស់ហ្នឹងមក review ម្ដងគឺខ្ញុំ review ប្រាប់ពុកម៉ែបងប្អូនថាអាពស់ហ្នឹងវាយ៉ាងម៉េចអីអញ្ចឹងណាជំរាបសួរពុកម៉ែបងប្អូនបាទនេះគឺជាពស់ច័ន្ទល្មមខ្លះគេហៅពស់ត្រីអញ្ចឹងពស់នេះវាអត់មានពឹសទេប៉ុន្តែវាកាចដែរណានិយាយទៅពស់ហ្នឹងវាមានឈ្មោះថាពស់ច័ន្ទល្មមហើយពស់ហ្នឹងកាចប៉ុន្តែវាអត់មានពឹសទេហើយពស់ហ្នឹងគឺឃើញតាមសហគមន៍មួយចំនួនគឺគេចិញ្ចឹមអញ្ចឹងណាបើសិនជាខ្ញុំចាំអត់ច្បាស់ទេកន្លែងខ្លះគេហៅថាពស់ត្រីដោយសារតែពស់ហ្នឹងគឺចូលចិត្តស៊ីត្រីអញ្ចឹងណាហើយឃើញគេដាក់កផ្លោកអីនៅកន្លែងអាងគេចិញ្ចឹមហ្នឹងទៅហើយវារស់នៅប្រកបជាមួយទៅនឹងកផ្លោកអីអញ្ចឹងទៅហើយគេដាក់ត្រីដាក់ក្បាលត្រីឬក៏កាកសំណល់ផ្សេងៗឲ្យវាស៊ីអញ្ចឹងណាហើយពស់ហ្នឹងខ្ញុំឃើញនៅតាមសហ
សហគមន៍គឺគេចិញ្ចឹមដែរហើយពស់ច័ន្ទល្មមហ្នឹងមើលទៅមិនសំណំថាអត់មានពឹសទេដោយសារក្បាលវារាងត្រីកោណគឺមានន័យថាជាទូទៅតាមតែខ្ញុំដឹងប្រភេទពស់ពឹសគឺក្បាលវារាងត្រីកោណហើយវាមានចង្កូម2អញ្ចឹងណាតែវាពិបាកសម្គាល់ដែរដោយសារតែពូជដំបូលវាមកវាមានពឹសវាអត់ពឹសអញ្ចឹងណាជួនកាលទៅអាពស់ផ្សេងនោះក្បាលវារាងមូលទេតែវាពឹសសាហាវវិញអញ្ចឹងអារឿងពស់នេះគឺបើបងប្អូនមិនច្បាស់ទេគឺកុំសាកមួយវាអីតែដោយសារនេះខ្ញុំស្គាល់វាពីមុនមកដែរវាកាចមែនពស់នឹងកម្លាំងវាក៏មិនអន់ដែរគឺខ្លាំងដែរហើយចំពោះរសជាតិពស់នេះបែបណាគឺខ្ញុំអត់ទាន់បានសាកទេមិនមែនថាខ្ញុំមិនធ្លាប់ហូបពស់ទេពីមុនខ្ញុំធ្លាប់ហូបដូចគ្នាតែអាពស់មួយនេះគឺខ្ញុំយកមក review ទេហើយខ្ញុំយកទៅលេងវិញហើយអញ្ចឹងក្រោយពី review ពស់រួចខ្ញុំក៏នាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីការចិញ្ចឹមត្រីបែបធម្មជាតិហើយពុកម៉ែបងប្អូនអាចនឹងគិតថាការចិញ្ចឹមត្រីបែបធម្មជាតិគឺវាមិនល្អឬមួយក៏អីមួយអញ្ចឹងណាតែសម្រាប់ខ្ញុំពេលដែលខ្ញុំចុះមកផ្ទាល់ការចិញ្ចឹមត្រីបែបធម្មជាតិបែបនេះគឺមានន័យថាយើងយកអាត្រីរស់ឬក៏ត្រីដែលកូនត្រីទូចៗហ្នឹងយកទៅឲ្យវាស៊ីជាចំណីអញ្ចឹងខ្ញុំមានអារម្មណ៍ថាត្រីហ្នឹងគឺនឹងទទួលបានចំណីគ្រប់គ្រាន់វាមានប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីធំលូតលាស់បានល្អអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាការចិញ្ចឹមបែបធម្មជាតិនេះលំហូរទឹកក៏វាធម្មជាតិវាដូចអត់មានអីដែលថាយើងខាន់ទឹកទុកឬមួយក៏អីទេគឺមានន័យថាគាត់ដាក់ចំណីត្រីបែបធម្មជាតិត្រីរស់ហ្នឹងកូនត្រីទូចៗហ្នឹងគឺគាត់យកទៅដាក់ជាចំណីដូចបងប្អូនឃើញអញ្ចឹងណាហើយនេះគឺខ្ញុំថតនៅក្នុងទឹកវាជាប្រភេទត្រីឆ្ដោត្រីឌៀបហ្នឹងដែលខ្ញុំដាក់ថតទូរស័ព្ទចូលក្នុងទឹកបានហ្នឹងដោយសារតែវាស៊ីចំណីរួចហើយបានវាអត់មកខាំដៃខ្ញុំអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនឃើញត្រីអញ្ចឹងកុំចេះតែលូកផ្ដេសផ្ដាស់ដោយសារតែវាប្រភេទពូជត្រីដែលវាស៊ីសាច់ជាអាហារអញ្ចឹងពេលដែលយើងដាក់ដៃចូលទៅវាអាចគិតថាយើងជាចំណីវាក៏ថាបានដែរអញ្ចឹងការធំលូតលាស់ក៏ដូចជាគុណភាពសាច់ត្រីគឺវាល្អហើយខ្ញុំបានសាកល្បងផ្ទាល់រួចហើយរសជាតិវាគឺឆ្ងាញ់ផ្អែមខ្លាំងមែនតើហើយនេះគឺជាត្រីដែលពួកខ្ញុំត្រៀមនឹងចម្អិនគឺមុខម្ហូបថ្ងៃនេះគឺមានច្រើនមែនទែនតាមខ្ញុំស្មានគឺមានទាំងបំពងមានទាំងអាំងមានទាំងអីអញ្ចឹងណាដោយពុកម៉ែបងប្អូនឃើញអញ្ចឹងគឺត្រីនឹងថ្លោសមែនទែនខាងម្ចាស់ផ្ទះគាត់នាំគ្នាចម្អិនម្ហូបហើយពួកខ្ញុំមួយចំនួនក៏នាំគ្នាមកសម្រាកនៅរឹងអញ្ចឹងទៅអត់ពេកទេអត់ពេកបាត់បង់រសជាតិដើមស្អីគេបងអត្រីបណ្ដូលអំពៅអូខែស្ទឹងត្រែងហ្នឹងមានហ្នឹងតោះនេះនៅខេត្តអីបងអាហ្នឹងវាឡើងតាមភ្នំអាហ្នឹងទៅលេខអញ្ចឹងឥឡូវត្រីអាំងចិត្តឆ្អិនហើយយើងប្រែបានត្រឡប់ទៀតគឺវាឆ្អិនស្រួលបួលហើយពួកខ្ញុំហើយនឹងក្រុមការងារបងពាក់មីក៏ចាប់ផ្ដើមទទួលទានអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសាជាមួយគ្នានិយាយទៅគឺបាយសាមគ្គីនៅលើផ្ទះបណ្ដែតទឹកនៃសហគមន៍មួយនេះដោយពុកម៉ែបងប្អូនឃើញនឹងសាច់ត្រីគឺផ្អែមឆ្ងាញ់ហើយស្រួយនេះទៀតដាក់ទៅខ្ញុំ voice over បដាខ្ញុំឃ្លានបដានិយាយទៅគឺនឹកឃើញរសជាតិត្រីធម្មជាតិនៅបឹងទន្លេសាបនឹងមែនតើអញ្ចឹងក្រោយពីញ៉ាំបាយរួចមានអារម្មណ៍ថាយើងពុលបាយហើយចាប់ផ្ដើមពុលបាយហើយអញ្ចឹងគឺនាំគ្នាសម្រាកបន្តិចគឺត្រៀមខ្លួនទៅចាក់កណ្ដុរនិងបេះបន្លែលើទឹកដែលម្ហូបទាំងអស់ហ្នឹងគឺសុទ្ធតែជាម្ហូបប្រចាំតំបន់ធម្មតាការរស់នៅពីតំបន់មួយទៅកាន់តំបន់មួយគឺមានភាពខុសគ្នាអញ្ចឹងពួកខ្ញុំចេះតែបន្តដំណើរទៅទៀតទៅហើយមកលើនេះគឺយើងយកទូក3មកទូក2គឺយើងចាប់ដើមប្រតិបត្តិការរកកណ្ដុរហើយទូកមួយទៀតគឺយើងដាក់អវ៉ាន់ហើយ
ហើយចំណែកបងពាក់មីគឺគាត់ជិះអាទូកធំជាងគេនោះនិយាយថាទូកគាត់លឿននោះលឿនហើយខ្ញុំនិយាយតែទូកគេទេតែទូកខ្ញុំក៏វាលឿនដូចគ្នាអញ្ចឹងហើយអូនិយាយថាជិះសប្បាយមែនតើពុកម៉ែបងប្អូនអើយពេលដែលយើងបានមកដើរលេងអញ្ចឹងយើងជិះទូកលេងជុំគ្នាយើងទៅចាក់កណ្ដុរជុំគ្នាទៅបេះផ្កាស្នោបេះតកួនបេះកញ្ឆែតតាមទឹកអីចឹងអូនិយាយថាមានក្តីសុខមែនតើអញ្ចឹងអូនេះទូកអ្នកភូមិនិយាយថាលឿនណាពុកម៉ែបងប្អូនអើយនិយាយតាមមិនតាន់ទេទូកស្មាច់វាស្រាលហើយបោកដូចហោះអញ្ចឹងហើយណាមួយទីបឹងទលេសាបយើងវាទលាយទៀតនិយាយថាបើកមកស្រឡាញ់គឺមានថាសេរីភាពក្នុងការបើកបរដោយមិនមានការរាំងស្ទះដោយសារទឹកវាធំអញ្ចឹងក្រោយពីយើងបើកបន្តដំណើរបានមកសន្ទុះរួចក៏យើងនឹងទៅដល់តំបន់ដែលគេរៀបនឹងចាក់កណ្ដុរហើយជាទូទៅគឺកណ្ដុរវាតែងតែរស់នៅតាមដើមឈើនៅតាមដប់ហើយមិនថាកណ្ដុរទេពស់សត្វផ្សេងហ្នឹងក៏វារស់នៅតាមដើមឈើដែរឥឡូវនេះគឺយើងបានមកដល់ហើយគឺយើងចាប់ផ្ដើមបន្ថយល្បឿនហើយបន្ទាប់មកក៏យើងចាប់ផ្ដើមរកមើលដើមឈើក៏ដូចជាទីតាំងណាដែលយើងត្រូវប្រតិបត្តិការអញ្ចឹងណាមិនទាន់បានអីផងក៏ប្រទះឃើញពស់ខៀវធំមួយក្បាលអាពស់ខៀវហ្នឹងវាខ្ញុំអាសាប្រទះមែនតើពស់ហ្នឹងវារត់ទៅណាទេដោយសារប្រហែលជាវាមានពងមានអីអញ្ចឹងណាហើយពួកខ្ញុំក៏បានធ្វើអីដែរគ្រាន់តែយើងតេស្តវាដើម្បីវាកម្រើកថតចែកជូនពុកម៉ែបងប្អូនអញ្ចឹងណាគឺវាកម្រើកវាអីអញ្ចឹងទៅហើយយើងឲ្យវានៅតាមធម្មជាតិរបស់វាទៅអ្វីដែលគោលដៅយើងមកពេលនេះគឺត្រូវរកសត្វកណ្ដុរហ្នឹងគឺកណ្ដុរធម្មជាតិមិនមែនកណ្ដុរនៅភ្នំពេញអញ្ចឹងទេហើយដូចពុកម៉ែបងប្អូនឃើញអញ្ចឹងគឺសកម្មភាពដែលយើងចុះរោហ្នឹងគ្មានអីក្រៅពីដប់គ្មានក្រៅពីអាព្រៃស៊ុបទ្រុបហ្នឹងទេព្រោះអីសត្វគឺវានៅនឹងមកមានទាំងពស់មានទាំងកណ្ដុរអីគឺវានៅតែកន្លែងហ្នឹងបុកដែរហើយមកដុកណាដុកនិយាយទៅការបើកទូកហ្នឹងគឺខ្ញុំមិនដែលរៀនទេហើយពេលដែលមកមានអារម្មណ៍ថាដូចចង់ចេះអញ្ចឹងណាហើយក៏ចាប់ផ្ដើមបើកនិយាយទៅវាមិនមានភាពងាយស្រួលប្រហែលទេការបើកទូកគ្រាន់ថាយើងចង់ចេះអីដែលថ្មីយើងត្រូវសាកល្បងវាទៅក្រោយពីបើករួចមានអារម្មណ៍ថាសប្បាយគឺចង់បើកទៀតអញ្ចឹងណាតែទូកនេះគឺចកូតវារៀងពិបាកកាច់បន្តិចដោយសារយើងមិនទាន់ត្រឡប់អញ្ចឹងអាកម្លាំងទឹកជាមួយនឹងកង្ហាលហ្នឹងវារៀងតឹងតែបើសិនជាអាទូកប្រភេទទៀតនោះគឺចកូតដូចចកូតឡានអញ្ចឹងអាហ្នឹងស្រួលបើកមែនតើអញ្ចឹងតសើទូកគាត់គឺបើកបានលឿនហើយហេមិនថាទូកគេទូកយើងលឿនដូចគ្នាព្រោះយើងទៅដឹងថាលឿនអត់ដឹងថាយឺតទេណាអញ្ចឹងចំពោះទីតាំងមុនគឺយើងអត់ទាន់បានកណ្ដុរទេក៏យើងបន្តដំណើរមកកាន់ទីតាំងផ្សេងទៀតដើម្បីយើងស្វែងរកកណ្ដៅអញ្ចឹងណាអញ្ចឹងទីតាំងនេះដូចជាតំណងព្រោះអីវាមានដើមឈើស៊ុបទ្រុបហើយនឹងអាកាផ្លោកនៅជុំវិញអញ្ចឹងណាបងពាក់មីក៏ទៅមកកន្លែងទៀតហើយខ្ញុំក៏ចាប់ដើមបើកទូកបន្តដំណើរទៅកន្លែងផ្សេងទៀតហើយការជិះទូកមានអារម្មណ៍ថាសប្បាយយ៉ាងដែរពុកម៉ែបងប្អូនអើយព្រោះអីពេលដែលយើងជិះហើយមានអារម្មណ៍ថា fresh ដែរហ្នឹងណាព្រោះយើងមិនសូវបានជិះទេយើងជិះតែម៉ូតូជិះតែឡានអីចឹងដល់ពេលយើងមកកាន់ចកូតមានអារម្មណ៍ថាប្លែកម្យ៉ាងដែរ
ហើយចំពោះបរិយាកាសក៏ដូចជាខ្យល់អាកាសគឺវាអត់មានភាពស្អាតដូចជាយើងជិះនៅតាមសមុទ្រទេដោយសារតែវាជាទឹកសាបហើយពេលដែលវាប៉ះនឹងស្បែកយើងគឺមានអារម្មណ៍ថាត្រជាក់អញ្ចឹងយើងអាចនៅលើផ្ទៃទឹកនឹងរយៈពេលយូរបានជាមួយនឹងពន្លឺថ្ងៃ ចាក់កណ្ដោចំThấy thấy bọn ấy từ khô cả nào Đã kia đi à lo អូខេឥឡូវនេះគឺយើងបានកណ្ដុរ2 3ក្បាលហើយកណ្ដុរ2 3ក្បាលនេះគឺជាកណ្ដុរធម្មជាតិទេពុកម៉ែបងប្អូនហើយខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូនថាតើកណ្ដុរ2 3ក្បាលនេះនឹងចំអិនអ្វីដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនានិយាយទៅការរកកណ្ដុរគឺមិនសូវជាងាយប្រហែលទេដោយសារកណ្ដុរវារត់លឿនមែនទែនហើយដល់ពេលអញ្ចឹងបើសិនយើងតាមមិនទាន់វាទេគឺដឹងវាទៅហើយវាទៅបាត់ហើយតើអ្នកជំនាញហើយសម្រាប់ខ្ញុំគឺមិនមានជំនាញរកកណ្ដុរទេគ្រាន់តែខ្ញុំមកថតចែកជូនសម្លេងដល់ពុកម៉ែបងប្អូនដើម្បីទស្សនាតែប៉ុណ្ណោះនេះពុកម៉ែបងប្អូនធំថ្លោសល្អណាស់ហើយខ្ញុំក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែរនេះជាម្ហូបប្រចាំតំបន់ទេគឺខ្ញុំជាអ្នកថតដើម្បីចែករំលែកថាតំបន់ណាគេរកអីគេទទួលទានអីគេញ៉ាំអីអញ្ចឹងណាហើយបើសិនបើពុកម៉ែបងប្អូនមិនញ៉ាំមិនអីក៏មិនអីដែរគ្រាន់តែវាជាការចែករំលែកដែលខ្ញុំទៅចុះផ្ទាល់ អូខេឥឡូវនេះយើងដល់កន្លែងបេះផ្សារស្នោហើយមែនសាស្នោទេគឺផ្កាស្នោបាទអូផ្កាស្នោដល់នេះសម្បូរណាស់ពុកម៉ែបងប្អូនអើយនិយាយថាសម្បូរមែនទេបងអើយល្អណាស់ស្រស់ធម្មជាតិហើយយើងបេះផ្កាស្នោនេះគឺដើម្បីទៅធ្វើបុកទឹកគ្រឿងល្ងាចហ្នឹងគឺបងពាក់មីគាត់នឹងបញ្ចេញស្នាដៃបាទ Hello បងបេះផ្សារស្នោបាទអូខេសួស្ដីពុកម៉ែបងប្អូនណាឥឡូវនេះដល់វគ្គបេះ ការស្នោហើយការស្នោហ្នឹងគឺធម្មជាតិសុទ្ធសាធហ្មងអត់មានអត់ទេការប៉ັດខ្ញុំជួលគេដាំទៅដំបូងពេលឥឡូវវាធម្មជាតិអស់ហើយប្រើដើមប្រហែលបងអញជួលគេដាំ1000រៀលកាលហ្នឹងនិយាយគ្រាប់បងរៀកនៅពេញហ្នឹងនិយាយទៅទីណាមានបឹងទន្លេសាបទីនឹងមានដែរបាទអូខេពុកម៉ែបងប្អូនការស្នោគឺធម្មជាតិសុទ្ធសាធហ្មងគឺមានការបាញ់ថ្នាំអីទេគឺឃើញដើរបេះហ្មង ហើយទឹកដីនេះគឺនៅផ្នែកមួយនៃបឹងទន្លេសាបគឺនៅអន្លង់តាអូនបាទការស្នោនេះគឺធម្មជាតិសុទ្ធសាធបាទផ្អែមអូស្នោច្រើនមែនទែននិយាយទៅការស្នោនៅកន្លែងហ្នឹងគឺសម្បូរខ្លាំងមែនទែននិយាយទៅសឹងតែកលេចទៅណាក៏ផ្កាស្នោហើយផ្កាស្នោហ្នឹងមានរសជាតិផ្អែមគ្រាន់តែពេលយើងញ៉ាំទៅទេអញ្ចឹងវារៀងខាស់កបន្តិចដោយសារវាមានជាតិជ័រថ្មីអញ្ចឹងណាតែផ្អែមមានរសជាតិផ្អែម ការស្នោមានត្រួយរាំងមានទឹកទួនគ្រឿងបន្លែនេះអែមណាស់ បងសុំបង្ហាញតកូននេះបង យើងទៅបេះមកកន្លែងទៀតយើងបេះច្រើនយើងស្លោបន្ទូតួនហើយយើង đau sno Here's a house. Here's a house. Free ដល់កាស្នោទៀតអូថតដល់មិនមានតាមពីគេឆែតចឹងហ្នឹងអីដែរ ពីមកហូបយ៉ាទីចូលឆែតពុកនេះឥឡូវមើលឆែតមកឆែតនេះឆែតធម្មជាតិតែម្ដងនេះអូយស្រួយស្រោប
là so được một đôi chơi bố nói này nhưng mà cạch mới đấy này đây này phải chai chợ bom nó này rồi cái đường ấy đi em àហើយខ្ញុំពិតជាចូលចិត្តតំបន់នឹងមែនទែនដោយសារវាមានទាំងសាច់មានទាំងបន្លែមានទាំងត្រីនិយាយទៅគឺសម្បូរបែបហើយពុកម៉ែបងប្អូនក៏អាចមកសាកល្បងពីដំណើរកម្សាន្តផ្សេងៗនៃបឹងទន្លេសាបក្នុងខែវស្សាបានផងដែរដែលខ្ញុំនឹងចែករំលែកលេខទូរស័ព្ទនៅខាងចុងវីដេអូបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អញ្ចឹងណា ហើយនេះគឺជាកណ្ដុរពីរក្បាលដែលយើងបានចាក់បានអញ្ចឹងណាហើយល្ងាចនេះខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនថាតើកណ្ដុរពីរក្បាលហ្នឹងយកវាទៅធ្វើម្ហូបអីខ្លះហើយវាមានរសជាតិបែបណាដែរកុំអាអូសរំលងត្រឹមនេះអីពុកម៉ែបងប្អូនអាចតាមដានបន្តទៅទៀតដើម្បីចង់ដឹងថាតើកណ្ដុរនេះគឺខ្ញុំយកទៅធ្វើអីហើយវាមានរសជាតិបែបណានិយាយទៅកណ្ដុរមិនមែនជាអ្វីដែលខ្ញុំនិយមចូលចិត្តទេក៏ប៉ុន្តែស្របពេលដែលខ្ញុំទៅទីតាំងណាមួយគឺខ្ញុំព្យាយាមសាកល្បងពីម្ហូបប្រចាំតំបន់អញ្ចឹងណាអញ្ចឹង